បាទនេះគឺជាដើមដំបងយក្សបាទបងប្អូនមួយចំនួនសឹងតែគ្រប់នេះស្គាល់ហើយបាទវាមានបន្លាអញ្ចឹងដាំដំបងយក្សនេះបងប្អូនគួរតែដាំមកឆ្ងាយពីកន្លែងក្មេងៗព្រោះអីវាអាចនឹងប៉ះនឹងមុតបន្លាវាមុតចុកណាបងប្អូនបាទអញ្ចឹងខាងអបិយសំញឿគេជឿថាដាំដំបងយក្សនេះវាជួយបាទការពារទប់ស្កាត់នៃសត្រូវផ្សេងដែលប៉ុនប៉ងមកយាយីនៅគេហដ្ឋានយើងបាទអញ្ចឹងគេយើងនិយមដាំដើម្បីការពារពពួកផ្លូវងឹតដែរបងប្អូនបាទអញ្ចឹងខ្មែរយើងជឿថាប្រទាលដែលមានបន្លាគេជឿថាវាពិតជាការពារខាងផ្លូវងឹតដូចជាពពួកអាបអីចឹងកុំឲ្យព្រាយវិសាចនេះខ្លាចពួកបន្លាហ្នឹងបាទប្រទាលដំបងយក្សនេះវាអាចខ្ពស់បានរហូតដល់ 4-5 ម៉ែត្របាទជួនកាលលើសពីនឹងទៀតបងប្អូនវាអាចលូតឡើងប៉ុន្តែបើយើងដាំនៅក្នុងផើងអញ្ចឹងគឺមិនសូវជាលូតឡើងខ្ពស់ប្រមាណទេបាទការដាំក៏ងាយដែរបងប្អូនគ្រាន់តែកាត់វាជាកំណាត់ឬក៏បំបែកកូនវាតាមផ្នែកបងប្អូនអាចបាទយកទៅដាំបានរៀងវា4ជ្រុងបាទ4ជ្រុងតាមដើមមានបន្លាអញ្ចឹងអត្ថប្រយោជន៍មួយទៀតបងប្អូនខ្លះក៏យល់បាទអំពីឱសថបុរាណបាទអញ្ចឹងខ្ញុំប្រាប់អំពីឱសថបុរាណអំពីដើមដំបងយក្សនេះអញ្ចឹងបងប្អូនដែលជឿបាទមុននឹងធ្វើអ្វីគឺជឿដោយការពិចារណាផងដែរចំពោះបុគ្គលបាទអញ្ចឹងគឺឱសថបុរាណនេះបងប្អូនអាចបន្លាវាបងប្អូនតាមបន្លាហ្នឹងបងប្អូនអាចកាត់យកបន្លាកន្លែងបន្លាហ្នឹងបាទយកទៅដាំទឹកហូបវាអាចការពារបាទដំបៅខាងក្នុងដំបៅខាងក្រៅបានបាទហើយមួយទៀតគឺទឹករបស់វាបងប្អូនវាអាចព្យាបាលជំងឺមហារីកឬក៏បាទជំងឺគេហៅថាជំងឺទាកទឹកបងប្អូនមួយចំនួនក៏ឃើញគេបង្ហោះតាម Facebook ឬក៏ YouTube ហើយអំពីដើមដំបងយក្សនេះវាអាចព្យាបាលជំងឺបាទទាកទឹកអញ្ចឹងខ្ញុំបានមើលនៅក្នុងតម្រាក្បួនរបស់គេហ្នឹងគេបានប្រាប់អញ្ចឹងបាទអញ្ចឹងដូចគេខ្ញុំប្រាប់ម្ដងទៀតហើយបងប្អូនមុននឹងជឿអ្វីត្រូវតែជឿដោយបញ្ញាបាទអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីដើមដំបងយក្សបាទដើមដំបងយក្សបើខាងអបិយជំនឿគេជឿថាទប់ស្កាត់ពពួកអមនុស្សខ្មោចព្រាយបិសាចបាទគេជឿថាឲ្យតែប្រទាលមានបន្លាគឺពពួកអមនុស្សខ្មោចព្រាយបិសាចហ្នឹងដូចជាអាបជាដើមហ្នឹងវាខ្លាចបាទខ្លាចនៅបន្លារបស់វាហ្នឹងអញ្ចឹងជួយឲ្យគ្រួសារនោះមានជៀសផុតពពួកខាងអមនុស្សហ្នឹងបាទបើជាខាងឱសថបុរាណគឺបាទជាបាទបុកខាងក្នុងឬក៏ខាងក្រៅបន្លារបស់វាហ្នឹងបងប្អូនដូចខ្ញុំនិយាយខាងមុនហ្នឹងហើយនឹងទឹករបស់វាហ្នឹងព្យាបាលជំងឺមហារីកឬក៏ជំងឺទីទឹកបាទអ
អញ្ចឹងខាងឱសថបុរាណក៏ពិសេសណាស់តែបងប្អូនមុនធ្វើគឺត្រូវតែគេហៅថាដល់ចំណុចចុងក្រោយឬក៏ស្វែងរកឲ្យច្បាស់លាស់បានដើម្បីកុំឲ្យមានបញ្ហាបាទអញ្ចឹងថ្ងៃនេះដែរមានតែប៉ុណ្្នឹងទេដើម្បីផ្ដល់គ្នាទៅវិញទៅមកអរគុណច្រើនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់បាទហើយកុំភ្លេចចុច like ចុច subscribe ឲ្យផងនិងរូបកណ្ដឹងដើម្បីទទួលបាននៅដើមមង្គលផ្សេងនិងប្រទាលផ្សេងដែលជាសិរីមង្គលបាទអរគុណច្រើនជម្រាបលា